អ្នកមិនអាចជោគជ័យបានទេប្រសិនបើអ្នកគ្រាន់តែគិតហើយមិនចេញអនុវត្តនោះផែនការជាច្រើនមើលទៅហាក់ដូចជាអស្ចារ្យណាស់នៅក្នុងគំនិតរបស់អ្នកមានគំនិតច្នៃប្រឌិតអ្នកមានចក្ខុវិស័យច្បាស់លាស់ហើយអ្នកក៏មានកម្លាំងចិត្តជំរុញដែរប៉ុន្តែការគិតទាំងនេះវានឹងគ្មានន័យអ្វីទាំងអស់ប្រសិនបើអ្នកមិនព្រមចាប់ផ្ដើមធ្វើសកម្មភាពការគិតគឺជារឿងសំខាន់ការរៀបចំផែនការក៏ជារឿងសំខាន់ដែរប៉ុន្តែការគិតតែមួយមុខមិនអាចផ្លាស់ប្ដូរជីវិតរបស់អ្នកបានឡើយព្រោះថាភាពជោគជ័យវាមិនមែនការចេញពីអ្វីដែលអ្នកស្រមៃចង់ធ្វើនៅថ្ងៃណាមួយនោះទេតែវាចាប់ផ្ដើមចេញពីអ្វីដែលអ្នកសុខចិត្តធ្វើវាឲ្យបានខ្ជាប់ខ្ជួនទោះបីជាក្នុងពេលដែលអ្នកមានអារម្មណ៍ថាមិនទាន់ត្រៀមខ្លួនរួចរាល់ក៏ដោយផែនការដ៏ល្អតែគ្មានការអនុវត្តវាគ្រាន់តែជាផែនការខ្យល់តែប៉ុណ្ណោះហើយមនុស្សជាច្រើននៅតែជាប់គាំងនៅមួយកន្លែងនិងគិតតែមិនអនុវត្តមកពីពួកគេរវល់តែអង្គុយរង់ចាំពេលវេលាដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្ដើមដែលពេលវេលានោះមិនដែលមានថ្ងៃមកដល់នោះឡើយដូច្នេះចូលកាត់រៀបចំផែនការនិងចូលត្រៀមលក្ខណៈហើយអ្នកក៏ត្រូវតែឈប់រស់នៅក្នុងពិភពស្រមៃហើយចាប់ផ្ដើមសាងសង់វានៅក្នុងពិភពពិតជាក់ស្ដែងពីព្រោះមានតែសកម្មភាពតែប៉ុណ្ណោះដែលអាចប្រែប្រួលគំនិតឲ្យទៅជាលទ្ធផលពិតប្រាកដបាន